នៅក្នុងដំណើរជីវិតដ៏វែងឆ្ងាយនេះយើងម្នាក់តែងតែរត់ប្រណាំងយើងរត់ដើម្បីស្វែងរកអ្វីម្យ៉ាងដែលយើងហៅថាការទទួលស្គាល់ហើយយើងតែងតែមានការយល់ច្រឡំមួយយ៉ាងធំចំពោះការទំនាក់ទំនងយើងតែងតែគិតថាដើម្បីឲ្យគេចូលចិត្តយើងត្រូវតែជាមនុស្សដែលពូកែនិយាយយើងត្រូវតែជាមនុស្សដែលមានរឿងកំប្លែងច្រើនយើងត្រូវតែជាមនុស្សដែលចេះដឹងសពគ្រប់ហើយយើងព្យាយាមបង្ហាញព្យាយាមបញ្ចេញព្យាយាមស្រែកប្រាប់ពិភពលោកថាខ្ញុំនៅទីនេះខ្ញុំអស្ចារ្យណាស់ប៉ុន្តែការពិតនៃធម្មជាតិមនុស្សគឺផ្ទុយស្រឡះពីអ្វីដែលយើងគិតនេះគឺជាចិត្តសាស្ត្រទី1ដែលជាកូនសោដ៏សំខាន់បំផុតនោះគឺអំណាចនៃភាពស្ងៀមស្ងាត់និងការស្ដាប់ដោយយកបេះដូងបុរាណអាចារ្យខ្មែរយើងតែងតែមានពាក្យមួយឃ្លាថាត្រីស្លាប់ព្រោះមាត់ពាក្យនេះមិនត្រឹមតែដាស់តឿនយើងឲ្យប្រយ័ត្នពាក្យសម្ដីប៉ុណ្ណោះទេតែវាក៏ប្រាប់យើងដោយន័យធៀបថាអ្នកដែលរស់រានមានជីវិតនិងអ្នកដែលគេស្រឡាញ់គឺជាអ្នកដែលចេះប្រើប្រាស់ត្រចៀកច្រើនជាងប្រើមាត់សូមស្រមៃមើលទៅកាន់មហាសមុទ្រដ៏ធំល្វឹងល្វើយហេតុអ្វីបានជាមហាសមុទ្រអាចក្លាយជាស្ដេចនៃទន្លេទាំងឡាយហេតុអ្វីបានជាទន្លេតូចធំរាប់រយហូរចូលទៅក្នុងមហាសមុទ្រចម្លើយគឺសាមញ្ញណាស់ព្រោះមហាសមុទ្រដាក់ខ្លួននៅទាបជាងទន្លេវាបើកដៃទទួលយកទឹកពីគ្រប់ទិសទីដោយមិនប្រកែកដោយមិនរើសអើងមនុស្សដែលពូកែស្ដាប់គឺប្រៀបបាននឹងមហាសមុទ្រដូច្នោះដែរពួកគេដាក់ខ្លួនទាបដើម្បីទទួលយកអារម្មណ៍និងរឿងរ៉ាវរបស់អ្នកដទៃហើយនេះហើយគឺជាមន្តស្នេហ៍ដែលមិនអាចកាត់ថ្លៃបានមានរឿងនិទានមួយអំពីព្រះរាជាដ៏មានអំណាចមួយអង្គព្រះអង្គមានអ្វីគ្រប់គ្នាប៉ុន្តែព្រះអង្គតែងតែមានអារម្មណ៍ឯកោថ្ងៃមួយព្រះអង្គបានក្លែងខ្លួនជាជនសាមញ្ញហើយបានទៅជួបនឹងតាចាស់ម្នាក់នៅជាដែនតាចាស់នោះមិនបាននិយាយអ្វីច្រើនទេគាត់គ្រាន់តែដាំតែចាក់តែជូនព្រះរាជាហើយអង្គុយស្ដាប់ព្រះរាជាបានរៀបរាប់ពីទុក្ខកង្វល់ពីការភ័យខ្លាចពីក្តីសុបិនតាចាស់គ្រាន់តែងក់ក្បាលញញឹមនិងសំឡឹងភ្នែកដោយក្តីអាណិតអាសូរមិនមានដំបូន្មានមិនមានការកាត់សេចក្តីមិនមានការអួតអាងនៅពេលព្រះរាជាត្រឡប់មកវិញទ្រង់បានបន្ទូលថាតាចាស់នោះគឺជាមិត្តដ៏ល្អបំផុតដែលយើងធ្លាប់មានតើអ្នកឃើញទេតាចាស់នោះមិនបានធ្វើអ្វីសោះក្រៅពីការផ្ដល់វេទិកាធម្មជាតិនៃមនុស្សគឺស្រឡាញ់ខ្លួនឯងមនុស្សម្នាក់គឺជាតួឯកនៅក្នុងរឿងនិទានជីវិតរបស់ពួកគេនៅពេលដែលពួកគេជួបអ្នកអ្វីដែលពួកគេចង់បានបំផុតមិនមែនជាការស្ដាប់រឿងរបស់អ្នកទេតែជាឱកាសដើម្បីឲ្យពួកគេបាននិយាយពីខ្លួនឯងនិយាយពីស្នាដៃរបស់ពួកគេនិយាយពីបញ្ហារបស់ពួកគេនិងនិយាយពីក្តីសង្ឃឹមរបស់ពួកគេនៅក្នុងសង្គមសពថ្ងៃនៅពេលដែលយើងអង្គុយផឹកកាហ្វេជាមួយមិត្តភក្តិតើអ្នកសង្កេតឃើញអ្វីខ្លះមនុស្សភាគច្រើនមិនបានកំពុងស្ដាប់គ្នាទេពួកគេគ្រាន់តែរង់ចាំដល់វេនរបស់ពួកគេនិយាយតែប៉ុណ្ណោះនៅពេលម្នាក់កំពុងនិយាយម្នាក់ទៀតកំពុងរៀបចំប្រយោគនៃខ្នោះខួរក្បាលរបស់ខ្លួនដើម្បីនិយាយកាត់ឬនិយាយបដូរប្រធានបទមកចូលរឿងរបស់ខ្លួនវិញទេនេះមិនមែនជាការសន្ទនាទេវាគឺជាការដណ្ដើមគ្នាដើម្បីក្លាយទៅជាចំណុចកណ្ដាលប្រសិនបើអ្នកចង់ឲ្យគេចូលចិត្តអ្នកភ្លាមចូលធ្វើជាអ្នកស្ដាប់ដ៏កំរនៅពេលនរណាម្នាក់និយាយចូលស្ដាប់ដោយយកចិត្តទុកដាក់ស្ដាប់មិនមែនត្រឹមតែឮសំឡេងទេតែស្ដាប់ឲ្យដល់អារម្មណ៍ដែលលាក់នៅពីក្រោយពាក្យសម្ដីនោះស្ដាប់ដូចជាពាក្យសម្ដីរបស់គេជារឿងដែលសំខាន់បំផុតនៃលោកនៅពេលអ្នកធ្វើបែបនេះខួរក្បាលរបស់ពួកគេនឹងបញ្ចេញសារធាតុគីមីម្យ៉ាងឈ្មោះថាដូប៉ាមីនវាគឺសារធាតុនៃក្តីសុខសារធាតុនៃការពេញចិត្តពួកគេនឹងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃខ្លួនឯងត្រូវបានគេយល់ចិត្តហើយដោយមិនដឹងខ្លួនពួកគេនឹងផ្សារភ្ជាប់ក្តីសុខនោះមកជាមួយនឹងរូបភាពរបស់អ្នកពួកគេនឹងគិតថានៅក្បែរអ្នកខ្ញុំមានអារម្មណ៍ល្អណាស់ទាំងដែលអ្នកស្ទើរតែមិនបាននិយាយអ្វីសោះនេះហើយគឺជាសិល្បៈនៃការឈ្នះចិត្តដោយមិនបាច់ប្រយុទ្ធចូលចងចាំថាព្រះបង្កើតមនុស្សមកឲ្យមានត្រចៀកពីរនិងមានមាត់តែមួយនេះគឺដើម្បីឲ្យយើងស្ដាប់ឲ្យបានច្រើនជាងការនិយាយដងទៅ2ដងដូច្នេះនៅក្នុងជំហានទី1នេះមេសកម្មរបស់អ្នកគឺសាមញ្ញណាស់នៅពេលជួបនរណាម្នាក់ចូលបិទមាត់របស់អ្នកនិងបើកបេះដូងរបស់អ្នកប្រើសំណួរថាហេតុអ្វីនិងយ៉ាងម៉េចដែរដើម្បីជីកកាយរឿងរ៉ាវរបស់គេធ្វើ
thừa khuôn ở đôi chỉ cao tức đề tùng tế, để rung chăm tổ tua tức bị kề. Công phía yếm thừa chỉ cao tức đề bính, để prăng chạ tức đà kề. Pro cao để bính hải, mình ai tổ tua ở vây bàn tiệt tề. Phiếp nghiêm ngắt ở bò nhẹ, đại bố bính tại đòi ca dốt chất tục đá, cứ chỉ xâm lên đỏ bị rút bầm phát, đại mà nút group khnia trong lử. Ní, cứ chỉ ca chấp đamในការคล้ายតែជាមនុស្សដែលមានឥទ្ធិពលមិនមែនដោយសារអំណាចតែដោយសារក្តីស្រឡាញ់និងការយល់ចិត្តតើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីបន្តទៅកាន់ចំណុចទី2យើងបានឆ្លងកាត់ផ្នែកទី1ដែលនិយាយអំពីការស្ដាប់ឥឡូវនេះយើងនឹងឈានចូលដល់ពិភពមួយទៀតពិភពដែលគ្មានសំឡេងតែមានឥទ្ធិពលខ្លាំងក្លាជាងពាក្យសម្ដីរាប់ម៉ឺនម៉ាន់នេះគឺជាចិត្តសាស្ត្រទី2ឥទ្ធិពលនៃការឆ្លុះកញ្ចក់និងការប្រើប្រាស់ភាសាកាយវិការតើអ្នកធ្វើអបដាចូលទៅក្នុងបន្ទប់មួយហើយមានអារម្មណ៍ថាមិនចូលចិត្តនរណាម្នាក់ភ្លាមទេទោះបីជាគេមិនទាន់បាននិយាយអ្វីសូម្បីតែមួយម៉ាត់ឬក៏ផ្ទុយទៅវិញអ្នកមានអារម្មណ៍ថាត្រូវធៀបគ្នាជាមួយនរណាម្នាក់ហាក់ដូចជាធ្លាប់ស្គាល់គ្នាតាំងពីជាតិមុននេះមិនមែនជារឿងចៃដន្យទេហើយក៏មិនមែនជារឿងអភិយជំនឿដែរវាគឺជាភាសាសម្ងាត់នៃរាងកាយដែលខួរក្បាលរបស់យើងបានវិវត្តមកតាំងពីសម័យបុរេប្រវត្តិដើម្បីស្កេនមើលថាតើម្នាក់នេះជាមិត្តឬជាសត្រូវគោលការណ៍ចិត្តសាស្ត្រដែលសំខាន់បំផុតនៅទីនេះគឺមនុស្សតែងតែចូលចិត្តអ្នកដែលដូចខ្លួនឯងយើងតែងតែមានអារម្មណ៍សុវត្ថិភាពកក់ក្ដៅនិងទុកចិត្តនៅពេលដែលយើងនៅក្បែរនរណាម្នាក់ដែលមានចរិតមានកាយវិការនិងមានថាមពលស្រដៀងនឹងយើងសូមអនុញ្ញាតឲ្យខ្ញុំលើកយកឧទាហរណ៍អំពីឧបករណ៍តន្ត្រីបុរាណមួយស្រមៃថាមានឧបករណ៍តន្ត្រី2ដាក់នៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់នៅពេលដែលអ្នកដេញខ្សែណាមួយនៃឧបករណ៍ទី1ឧបករណ៍ទី2ដែលនៅក្បែរនោះនឹងចាប់ផ្ដើមញ័រនិងបញ្ចេញសំឡេងតិចដោយឯងដោយគ្មាននរណាប៉ះពាល់វាឡើយនេះគឺជាបាតុភូតធម្មជាតិដែលគេហៅថាការជះឥទ្ធិពលនៃរលកសំឡេងចិត្តរបស់មនុស្សក៏ដំណើរការបែបនេះដែរប្រសិនបើអ្នកចង់ឲ្យចិត្តរបស់នរណាម្នាក់ញ័រតបមកអ្នកវិញអ្នកត្រូវតែចេះដំឡើងខ្សែរបស់អ្នកឲ្យត្រូវនឹងខ្សែរបស់គេនេះគឺជាសិល្បៈដែលគេហៅថាការឆ្លុះកញ្ចក់ការឆ្លុះកញ្ចក់មិនមែនជាការយកតម្រាប់តាមដូចសត្វស្វាទេហើយក៏មិនមែនជាការចំអោតឡើយតែវាគឺជាការរំតាមចង្វាក់នៃដៃគូសន្ទនាដោយគោរពបំផុតចូលចាប់ផ្ដើមសង្កេតដោយយកចិត្តទុកដាក់នៅពេលអ្នកសន្ទនាជាមួយនរណាម្នាក់តើពេលកំពុងអង្គុយបែបណាតើគេកំពុងផ្អែកខ្លួនទៅក្រោយឬកំពុងអោនមកមុខតើគេនិយាយមួយយឺតឬក៏និយាយលឿនរហ័សប្រសិនបើគេជាមនុស្សដែលនិយាយស្ងប់ស្ងាត់មួយប៉ុន្តែអ្នកបែរជានិយាយលឿនខ្លាំងនិងកញ្ជ្រោលខួរក្បាលរបស់គេនឹងបន្លឺសញ្ញាអាសន្នថាយើងមិនដូចគ្នាទេយើងមិនចប់សម្រុងគ្នាទេជញ្ជាំងនៃការពារខ្លួននឹងត្រូវសាងសង់ឡើងភ្លាមផ្ទុយទៅវិញប្រសិនបើអ្នកបន្ថយល្បឿនរបស់អ្នកឲ្យប្រហាក់ប្រហែលនឹងគេប្រសិនបើគេផ្អែកខ្លួនមកមុខអ្នកក៏ផ្អែកខ្លួនមកមុខបន្តិចដែរអ្នកកំពុងប្រាប់គេជាភាសាសម្ងាត់នៃអនុសម្បជន្ថៈថាខ្ញុំយល់ពីអារម្មណ៍អ្នកខ្ញុំកំពុងដើរខ្លងល្បឿនដូចអ្នកដែរខ្ញុំគឺជាពួករបស់អ្នកនៅពេលដែលអ្នកធ្វើបែបនេះភាពតានតឹងនឹងរលាយបាត់ទៅពួកគេនឹងមានអារម្មណ៍ថានិយាយជាមួយអ្នកស្រួលណាស់និយាយជាមួយអ្នកហាក់ដូចជាយល់ចិត្តគ្នាណាស់នេះហើយគឺជាអំណាចនៃការធ្វើខ្លួនឲ្យដូចគេលើសពីការឆ្លោះកញ្ចក់ចំណុចសំខាន់មួយទៀតគឺការបែកចំហតើអ្នកដឹងថាកាយវិការដែលអ្នកបង្ហាញអាចកំណត់ថាអ្នកជាមនុស្សគួរឲ្យស្រឡាញ់ឬគួរឲ្យខ្លាចទេកាយពីដើមមកនៅពេលដែលមនុស្សជួបគ្នាពួកគេតែបង្ហាញបាតដៃទាំងពីរដើម្បីបញ្ជាក់ថាខ្ញុំមិនកាន់ដាវទេខ្ញុំមិនកាន់អាវុធទេខ្ញុំមកដោយសន្តិភាពទម្លាប់នេះបានដកជាប់ក្នុងហ្សែនរបស់យើងរហូតមកដល់សពថ្ងៃដូច្នេះនៅពេលដែលអ្នកនិយាយជាមួយនរណាម្នាក់ជៀសវាងរឹតខាតការដាក់ដៃខ្វែងគ្នាព្រោះការដាក់ដៃខ្វែងគ្នា
គឺជាសញ្ញានៃការបិទបាំងការពារខ្លួនឬក៏មិនយល់ស្រងវាក៏សាងជញ្ជាំងមួយមើលមិនឃើញនៅចំពោះអ្នកចូលរៀនបែកចំហបង្ហាញបាតដៃរបស់អ្នកនៅពេលដែលអ្នកនិយាយវាបង្ហាញពីភាពស្មោះត្រង់និងភាពមិនមានអាកម្មបាំងប្រើប្រាស់ស្នំញឹមដែលចេញពីចិត្តស្នំញឹមពិតប្រាកដមិនមែននៅត្រឹមមាត់ទេតែវាធ្វើឲ្យកន្ទុយភ្នែករបស់អ្នករួមតូចបន្តិចនិងមានពន្លឺស្នំញឹមបែបនេះគឺជាលិខិតឆ្លងដែនដែលអាចនាំអ្នកចូលទៅក្នុងបេះដូងរបស់មនុស្សគ្រប់គ្នាសូមចងចាំរឿងនិទានខ្លីមួយអំពីព្រះអាទិត្យនិងខ្យល់ដែលភ្នាល់គ្នាថានរណាអាចធ្វើឲ្យបុរសម្នាក់ដោះអាវធំចេញបានខ្យល់បានព្យាយាមបោកបោកយ៉ាងខ្លាំងតែបុរសនោះកាន់តែរុំអាវជាប់នឹងខ្លួនចំណែកព្រះអាទិត្យគ្រាន់តែបញ្ចេញកម្ដៅដ៏កក់ក្ដៅមិនយូរប៉ុន្មានបុរសនោះក៏ដោះអាវចេញដោយខ្លួនឯងកាយវិការទន់ភ្លន់និងស្នំញឹមរបស់អ្នកគឺដូចជាកម្ដៅព្រះអាទិត្យវារំលាយភាពត្រជាក់និងជញ្ជាំងការពាររបស់នរណាម្នាក់នៅក្នុងផ្នែកទី2នេះសូមអ្នកយកទៅអនុវត្តដោយការសង្កេតកុំគ្រាន់តែស្ដាប់ពាក្យសម្ដីតែត្រូវតែមើលកាយវិការធ្វើខ្លួនឲ្យដូចជាទឹកដែលអាចបត់បែនតាមរាងពាងនៃភៀងសម្របតាមចង្វាក់ដង្ហើមនិងចង្វាក់និយាយរបស់ដៃគូសន្ទនានៅពេលដែលអ្នកអាចបង្កើតភាពដូចគ្នានេះបានអ្នកនឹងមិនត្រឹមតែជាមិត្តសន្ទនានោះទេតែអ្នកនឹងក្លាយជាកញ្ចក់ដ៏វិសេសមួយដែលឆ្លុះបញ្ចាំងតែភាពស្រស់ស្អាតនិងក្តីសុខទៅកាន់ពួកគេហើយជាធម្មជាតិគ្មាននរណាម្នាក់ឡើយដែលអាចបដិសេធមិនចូលចិត្តរូបភាពដ៏ល្អរបស់ខ្លួនឯងនៅក្នុងកញ្ចក់នោះឡើយតើអ្នកចាប់ផ្ដើមមានអារម្មណ៍ថាការទំនាក់ទំនងគឺជាសិល្បៈដ៏វិចិត្រហើយឬនៅសូមបន្តដំណើរទៅមុខទៀតទៅកាន់ផ្នែកទី3សូមស្វាគមន៍មកកាន់ផ្នែកទី3នៃដំណើរស្វែងយល់ពីអាកំបាំងនៃចិត្តមនុស្សសូមអ្នកបន្តរក្សាភាពស្ងប់ស្ងាត់ដកដង្ហើមចូលវែងនាំយកអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាលដកដង្ហើមចេញនាំយកភាពវិលវល់ទាំងអស់ចេញទៅក្រៅនៅក្នុងផ្នែកនេះយើងនឹងនិយាយអំពីសំឡេងតើអ្នកធ្លាប់សួរខ្លួនឯងទេថាតើអ្វីទៅជាសំឡេងដែលពីរោះបំផុតនៅក្នុងโลกនេះតើវាជាសំឡេងតន្ត្រីបុរាណដែលប្រគំដោយវង់ភ្លេងមហោរីឬតើវាជាសំឡេងបក្សីយំនៅពេលព្រឹកព្រលឹមឬក៏ជាសំឡេងរលកសមុទ្រដែលបោកបក់មកលើឆ្នេរខ្សាច់សម្រាប់មនុស្សម្នាក់សំឡេងដែលពីរោះបំផុតនិងសំខាន់បំផុតមិនមែនជាសំឡេងទាំងនោះទេតែវាគឺជាសំឡេងនៃឈ្មោះរបស់ពួកគេនេះគឺជាចិត្តសាស្ត្រទី3ឈ្មោះគឺជាតន្ត្រីដ៏ពីរោះបំផុតនិងជាការឲ្យតម្លៃដ៏ខ្ពស់បំផុតតាំងពីយើងកើតមកពាក្យដំបូងដែលឪពុកម្ដាយយើងបានផ្ដល់ឲ្យគឺជាឈ្មោះមិនមែនគ្រាន់តែជាពាក្យសម្រាប់ហៅកញ្ញាទេតែឈ្មោះគឺជាអត្តសញ្ញាណគឺជាកិត្តិយសនិងជាតំណាងនៃភាពមានជីវិតរបស់មនុស្សម្នាក់នៅពេលដែលនរណាម្នាក់ហៅឈ្មោះយើងមិនថានៅក្នុងផោងមនុស្សរាប់រយនាក់ក៏ដោយយើងនឹងងាកទៅរកសំឡេងនោះភ្លាមព្រោះឈ្មោះនោះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងអនុសម្បជញ្ញៈរបស់យើងនាងមហាសេដ្ឋីដ៏ល្បីល្បាញម្នាក់ក្នុងប្រវត្តិសាស្ត្រឈ្មោះថា Andrew Carnegie គាត់ត្រូវបានគេស្គាល់ថាជាស្ដេចនៃឧស្សាហកម្មដែកថេបប៉ុន្តែអាកំបាំងរបស់គាត់មិនមែនស្ថិតនៅលើការចែកផលិតដែកនោះទេគាត់ធ្លាប់បានសារភាពថាគាត់ស្ទើរតែមិនចេះរឿងបច្ចេកទេសអ្វីសោះប៉ុន្តែអ្វីដែលគាត់ពូកែបំផុតគឺការចងចាំឈ្មោះបុគ្គលិករបស់គាត់អាចហៅឈ្មោះកម្មកររាប់ពាន់នាក់បានយ៉ាងត្រឹមត្រូវគាត់ជឿជាក់ថានៅពេលដែលយើងចងចាំឈ្មោះរបស់នរណាម្នាក់ហើយហៅឈ្មោះគេដោយការគោរពយើងកំពុងតែផ្ដល់ឲ្យគេនូវអារម្មណ៍ថាគេគឺជាមនុស្សសំខាន់សូមស្រមៃមើលស្ថានភាពមួយអ្នកបានជួបមនុស្សម្នាក់នៅក្នុងពិធីជប់លៀងត្រឹមតែរយៈពេលខ្លីមួយខែក្រោយមកអ្នកបានជួបគេម្ដងទៀតដោយចៃដន្យស្រាប់តែគេដើរមកញញឹមហើយនិយាយថាសួស្ដីសុខសប្បាយទេតារាតើអ្នកមានអារម្មណ៍យ៉ាងណាបេះដូងរបស់អ្នកនឹងលោតខុសចង្វាក់បន្តិចដោយក្តីរំភើបអ្នកនឹងគិតក្នុងចិត្តថាគាត់ចាំឈ្មោះខ្ញុំគាត់ពិតជាយកចិត្តទុកដាក់នឹងខ្ញុំមែនគ្រាន់តែមួយប្រយោគនេះគឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកចូលចិត្តគាត់និងគោរពគាត់ភ្លាមផ្ទុយទៅវិញបើគាត់និយាយថាសួស្ដីឈ្មោះអីគេណោះភាពចាប់អារម្មណ៍របស់អ្នកចំពោះគាត់
នឹងធ្លាក់ចុះមកនៅត្រឹមសូន្យប៉ុន្តែការចងចាំឈ្មោះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះដើម្បីចូលទៅក្នុងបេះដូងមនុស្សឲ្យកាន់តែជ្រៅញាក់ត្រូវតែរៀនឲ្យតម្លៃលើចំណុចតូចៗមនុស្សយើងតែងតែរំភើបនៅពេលដែលមានគេចងចាំរឿងតូចៗរបស់យើងជាងការចងចាំរឿងធំៗទៅទៀតឧទាហរណ៍ថាអ្នកធ្លាប់ប្រាប់មិត្តរួមការងារម្នាក់ថាអ្នកមិនចូលចិត្តញ៉ាំខ្ទឹមបារាំងហើយនៅពេលញ៉ាំអាហារជុំគ្នាលើកក្រោយទៀតមិត្តម្នាក់នោះបានប្រាប់អ្នករត់តុថាសូមកុំដាក់ខ្ទឹមបារាំងនៅក្នុងចានគាត់មិនចូលចិត្តទេសកម្មភាពនេះតូចតាចណាស់ហាក់ដូចជាមិនមានតម្លៃប៉ុន្តែសម្រាប់អ្នកទទួលវាមានន័យស្មើនឹងការនិយាយថាខ្ញុំយកចិត្តទុកដាក់នឹងអ្នកនៅក្នុងសង្គមខ្មែរយើងមានសុភាសិតថាថោកអីនឹងដៃថ្លៃអីនឹងមាត់ការប្រើប្រាស់មាត់ដើម្បីសាកសួរដើម្បីបង្ហាញការចងចាំគឺជាការវិនិយោគដោយចំណាយដើមតិចតួចតែទទួលបានផលចំណេញជាទំនុកចិត្តមហាសាលសូមព្យាយាមអនុវត្តបែបនេះនៅពេលអ្នកជួបនរណាម្នាក់ហើយគេនិយាយប្រាប់អ្នកអំពីកូនរបស់គេឬអំពីចំណង់ចំណូលចិត្តរបស់គេចូលទុកការចងចាំនោះឲ្យដូចជាក្របពេជ្រនៅពេលជួបគ្នាលើកក្រោយជំនួសការសួរគ្រាន់តែថាសុខសប្បាយទេចូលសួរថាតើកូនប្រុសរបស់អ្នកដែលឈឺកាលពីសប្តាហ៍មុនធូរសប្បាយហើយឬនៅឬសួរថាតើគម្រោងដាំផ្កានៅផ្ទះរបស់អ្នកទៅដល់ណាហើយសំណួរទាំងនេះនឹងធ្វើឲ្យពួកគេភ្ញាក់ផ្អើលពួកគេនឹងមានអារម្មណ៍ថាពួកគេត្រូវបានគេមើលឃើញនិងត្រូវបានគេស្រឡាញ់ព្រោះនៅក្នុងโลกនេះមនុស្សភាគច្រើនភ្លេចមនុស្សភាគច្រើនខ្វល់តែពីរឿងខ្លួនឯងនៅពេលដែលអ្នកជាមនុស្សម្នាក់ដែលចងចាំរឿងអ្នកដទៃអ្នកនឹងក្លាយទៅជាបុគ្គលកម្រនិងជាបុគ្គលពិសេសនៅក្នុងជីវិតរបស់ពួកគេតើធ្វើយ៉ាងណាដើម្បីចងចាំវាមិនពិបាកទេប្រសិនបើអ្នកដាក់ចិត្តនៅពេលនរណាម្នាក់ប្រាប់ឈ្មោះរបស់គេសូមកុំគ្រាន់តែស្ដាប់ហើយឲ្យវាហោះកាត់ចូលនិយាយឈ្មោះនោះឡើងវិញនៅក្នុងចិត្តរបស់អ្នក5ដងគាត់ឈ្មោះធីរ៉ាគាត់ឈ្មោះធីរ៉ាគាត់ឈ្មោះធីរ៉ាហើយព្យាយាមភ្ជាប់ឈ្មោះនោះទៅនឹងលក្ខណៈពិសេសមួយណារបស់គាត់ដូចជាធីរ៉ាដែលមានស្នាមញញឹមស្រស់ឬធីរ៉ាដែលចូលចិត្តនិយាយអំពីបាល់ទាត់ការធ្វើបែបនេះនឹងជួយឲ្យខួរក្បាលរបស់អ្នកឆ្លាក់ឈ្មោះនោះទុកយ៉ាងជាប់សរុបមកនៅក្នុងផ្នែកទី3នេះសូមចងចាំថាគ្មានសំឡេងណាដែលធ្វើឲ្យមនុស្សសប្បាយចិត្តជាងសំឡេងឈ្មោះរបស់ពួកគេទេហើយគ្មានកាយវិការណាដែលបង្ហាញក្តីស្រឡាញ់ច្បាស់នឹងការចងចាំរឿងតូចតាចនោះទេសូមធ្វើជាមនុស្សដែលយកចិត្តទុកដាក់លើព័ត៌មានលម្អិតព្រោះថាមនុស្សធំនិងមនុស្សជោគជ័យមិនមែនជាមនុស្សដែលធ្វើរឿងធំគ្រប់ពេលទេតែជាមនុស្សដែលធ្វើរឿងតូចដោយបេះដូងដ៏ធំទូលាយឥឡូវនេះយើងបានកសាងគ្រឹះនៃការទំនាក់ទំនងដ៏រឹងមាំហើយតោះយើងបន្តដំណើរទៅកាន់ផ្នែកទី4ដើម្បីស្វែងយល់អំពីភាពស្រស់ស្អាតនៃភាពមិនល្អឥតអើតសូមស្វាគមន៍មកកាន់ផ្នែកទី4កន្លែងដែលយើងនឹងរៀនដោះរបាំងមុខចេញនិងរៀនទទួលយកខ្លួនឯងសូមញាក់បិទភ្នែកម្ដងទៀតប្រសិនបើអ្នកអាចដកដង្ហើមចូលស្រូបយកភាពក្លាហានដកដង្ហើមចេញបញ្ចេញភាពភ័យខ្លាចនៃការត្រូវបានគេវិនិច្ឆ័យនៅក្នុងពិភពលោកដែលពោរពេញទៅដោយការប្រកួតប្រជែងនេះយើងត្រូវបានបង្រៀនតាំងពីតូចថាត្រូវតែរៀនឲ្យពូកែត្រូវតែធ្វើខ្លួនឲ្យល្អត្រូវតែរឹងមាំយើងព្យាយាមសាងសង់រូបភាពនៃភាពល្អគ្មានទាស់យើងខ្លាចគេដឹងថាយើងមានចំណុចខ្សោយយើងខ្លាចគេដឹងថាយើងធ្រួបបរាជ័យយើងខ្លាចគេដឹងថាយើងមិនចេះអ្វីមួយប៉ុន្តែតើអ្នកដឹងទេថាភាពល្អគ្មានទាស់គឺជាជញ្ជាំងដ៏ក្រាស់និងខ្ពស់បំផុតដែលរាំងស្ទះមិនឲ្យមនុស្សចូលមកជិតយើងបាននេះគឺជាចិត្តសាស្ត្រទី4ភាពស្រស់ស្អាតនៃភាពមិនល្អគ្មានទាស់និងឥទ្ធិពលនៃការបង្ហាញភាពងាយរងគ្រោះនៅក្នុងចិត្តវិទ្យាមានទ្រឹស្ដីមួយដ៏ល្បីល្បាញឈ្មោះថា The Pratfall Effect ទ្រឹស្ដីនេះបានរកឃើញថាមនុស្សដែលពូកែប៉ុន្តែហ៊ានបង្ហាញកំហុសឆ្គងបន្តិចបន្តួចគឺជាមនុស្សដែលមានមន្ត្រីស្នេហ៍ជាងនិងគួរឲ្យស្រឡាញ់ជាងមនុស្សដែលមើលទៅល្អគ្មានទាស់គ្រប់10ហេតុអ្វីព្រោះភាពល្អគ្មានទាស់បង្កើតឲ្យមានគម្លាតវាធ្វើឲ្យមនុស្សដទៃមានអារម្មណ៍ថាគាត់នៅខ្ពស់ពេកគាត់មិនមែនជាពួកយើងទេ
វាបង្កើតឲ្យមានការច្រណែនឬការភ័យខ្លាចសូមស្រមៃមើលរូបចម្លាក់ដ៏ធឿពីថ្មម៉ាបដ៏រលោងវាស្អាតណាស់វាល្អគ្មានទាស់ណាស់ប៉ុន្តែតើអ្នកហ៊ានចូលទៅអោបរូបចម្លាក់នោះទេចម្លើយគឺទេព្រោះវាត្រជាក់វាជាថ្មផ្ទុយទៅវិញសូមស្រមៃមើលដើមឈើធំមួយដែលមានសម្បកគោគ្រឿមមានមែកដែលបាក់ខ្លះមានស្លឹកដែលធ្លុះខ្លះប៉ុន្តែវាផ្ដល់មលុំត្រជាក់អ្នកនឹងហ៊ានចូលទៅជិតហ៊ានផ្អែកខ្នងនិងហ៊ានអោបវាព្រោះវាមានជីវិតវាមានភាពមិនល្អគ្មានទាស់ដែលដូចទៅនឹងជីវិតរបស់យើងដែរមានរឿងនិទានចិនបុរាណមួយអំពីក្អមទឹកពីរក្អមមួយគឺល្អគ្មានទាស់គ្មានស្នាមប្រែកចំណែកក្អមមួយទៀតមានស្នាមប្រែកបន្តិចនៅចំហៀងខ្លួនជារៀងរាល់ថ្ងៃបុរសអ្នកដងទឹកតែងតែដងទឹកពេញក្អមទាំងពីរពីអូទៅកាន់ផ្ទះចៅហ្វាយប៉ុន្តែនៅពេលទៅដល់ផ្ទះក្អមដែលមានស្នាមប្រែកតែងតែនៅសល់តែពាក្យកណ្ដាលប៉ុណ្ណោះចំណែកក្អមល្អគឺទឹកនៅពេញបរិបូរណ៍ក្អមដែលមានស្នាមប្រែកមានអារម្មណ៍ខ្មាស់អៀនយ៉ាងខ្លាំងវាគិតថាខ្លួនឯងគ្មានតម្លៃខ្លួនឯងមិនល្អដូចគេថ្ងៃមួយវាបានសុំទោសបុរសអ្នកដងទឹកខ្ញុំសុំទោសដែលខ្ញុំមិនអាចរក្សាទឹកឲ្យបានពេញខ្ញុំមានស្នាមប្រែកបុរសអ្នកដងទឹកញញឹមហើយនិយាយថាតើឯងមិនបានសង្កេតទេឬនៅតាមផ្លូវដែលយើងដើរមកនៅខាងឯងមានផ្កាដ៏ស្រស់ស្អាតជាច្រើនកំពុងរីកចំណែកខាងក្អមល្អគឺគ្មានផ្កាសពបាយតែមួយទុំព្រោះតែស្នាមប្រែករបស់ឯងនេះហើយទើបទឹកបានស្រក់ស្រោយធ្វើឲ្យគ្រាប់ពូជផ្កាទាំងនោះរីកចម្រើនហើយខ្ញុំអាចកាច់ផ្កាទាំងនោះទៅតាំងលំអនៅលើតុរបស់ចៅហ្វាយបានបើមិនមានឯងក៏គ្មានសួនផ្កាដ៏ស្រស់ស្អាតនេះដែររឿងនិទាននេះបង្រៀនយើងថាស្នាមប្រៃរបស់យើងកំហុសរបស់យើងនិងភាពមិនល្អគ្មានទាស់របស់យើងមិនមែនជារឿងដែលត្រូវលេខបាំងទេតែវាគឺជាផ្នែកមួយដែលធ្វើឲ្យយើងក្លាយជាមនុស្សពេញលេញហើយជួនកាលវាគឺជាប្រភពនៃភាពស្រស់ស្អាតដែលយើងមើលមិនឃើញដូច្នេះដើម្បីឲ្យគេចូលចិត្តអ្នកឈប់ជាយាមធ្វើជាព្រះដែលមិនចេះខុសតែចូលធ្វើជាមនុស្សដែលហ៊ានទទួលកំហុសនៅពេលដែលអ្នកដាវចំពុះជើងដាវកុំខឹងខ្លួនឯងចូលងើបឡើងហើយសើចដាស់ខ្លួនឯងការសើចដាស់កំហុសខ្លួនឯងគឺជាសញ្ញានៃទំនុកចិត្តដ៏ខ្ពស់បំផុតវានិយាយប្រាប់មនុស្សដទៃថាខ្ញុំសុខសប្បាយខ្ញុំមិនអីទេខ្ញុំក៏ដូចអ្នកដែរនៅពេលដែលអ្នកមិនចេះអ្វីមួយកុំព្យាយាមធ្វើពុតជាចេះចូលនិយាយដែលត្រង់ថាខ្ញុំអត់ដឹងទេតើអ្នកអាចបង្រៀនខ្ញុំបានទេពាក្យសម្ដីនេះមិនធ្វើឲ្យអ្នកមើលទៅទន់ខ្សោយទេតែវាធ្វើឲ្យមនុស្សដទៃមានអារម្មណ៍ថាពួកគេមានតម្លៃនិងចង់ជួយអ្នកនៅក្នុងសង្គមខ្មែរយើងតែងតែខ្លាចបាក់មុខប៉ុន្តែការពិតគឺអ្នកដែលហ៊ានបាក់មុខដើម្បីរៀនសូត្រអ្នកដែលហ៊ាននិយាយថាខ្ញុំខកហើយគឺជាអ្នកដែលទទួលបានការគោរពនិងក្តីស្រឡាញ់ច្រើនបំផុតការបង្ហាញភាពងាយរងគ្រោះដូចជាការនិយាយប្រាប់មិត្តភក្តិថាថ្ងៃនេះខ្ញុំមានអារម្មណ៍មិនសូវល្អសោះឬការសារភាពប្រាប់ក្រុមការងារថាខ្ញុំកំពុងតែភ័យចំពោះគម្រោងនេះគឺជាការកសាងស្ពាននៃជួយជាក់វារុះរាយជញ្ជាំងនៃការការពារខ្លួនហើយអនុមញ្ញាតឲ្យមនុស្សដទៃដើរចូលមកជួយអ្នកដើរចូលមកលួងលោមអ្នកនៅពេលនោះហើយដែលទំនាក់ទំនងដ៏ជ្រាលជ្រៅត្រូវបានបង្កើតឡើងសូមចងចាំថាមនុស្សប្រៀបដូចជាសៀវភៅដ៏ល្អមិនមែនជាសៀវភៅដែលមានក្រដាសស្អាតគ្មានស្នាមទេតែជាសៀវភៅដែលមានរឿងរ៉ាវមានការតស៊ូមានទឹកភ្នែកនិងមានស្នាមបត់ព្រោះស្នាមទាំងនោះបញ្ជាក់ថាសៀវភៅនោះត្រូវបានគេអាននិងត្រូវបានគេស្រឡាញ់ដូច្នេះនៅក្នុងផ្នែកទី4នេះសូមដាក់ចុះនៅអាវក្រោះនៃភាពល្អគ្មានទាស់សូមដើរចេញមកក្រៅជាមួយនឹងស្នាមញញឹមនិងភាពមិនល្អគ្មានទាស់របស់អ្នកព្រោះពិភពលោកនេះមិនត្រូវការមនុស្សយន្តដែលល្អគ្មានទាស់ទេពិភពលោកនេះត្រូវការមនុស្សពិតដែលមានបេះដូងពិតនិងហ៊ានទទួលថាខ្លួនឯងមិនល្អគ្មានទាស់តើអ្នកមានអារម្មណ៍ថាខ្លួនស្រាលជាងមុនទេនៅពេលដែលយើងលែងប្រាំងធ្វើជាអ្នកដទៃយើងនឹងរកឃើញសេរីភាពតោះយើងបន្តដំណើរទៅកាន់ផ្នែកទី5
ដែលជាផ្នែកនៃការសាងស្ពានតាមរយៈការសរសើរនិងការស្វែងរកចំណុចរួម ពេលនេះយើងមកដល់ផ្នែកទី5ដែលជាផ្នែកដ៏សំខាន់ក្នុងការតភ្ជាប់បេះដូងមួយទៅកាន់បេះដូងមួយទៀតសូមអ្នកបិទភ្នែករបស់អ្នកម្ដងទៀតដកដង្ហើមចូលស្រូបយកភាពវិជ្ជមានដកដង្ហើមចេញបញ្ចេញភាពអវិជ្ជមាននិងការរើសអើងចេញឲ្យអស់តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលនរណាម្នាក់យល់ស្រូបជាមួយអ្នកតើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលនរណាម្នាក់មើលឃើញតម្លៃរបស់អ្នកនេះគឺជាចិត្តសាស្ត្រទី5ការសាងស្ពាននៃក្តីស្រឡាញ់តាមរយៈការស្វែងរកចំណុចរួមនិងការសរសើរដោយស្មោះមនុស្សយើងម្នាក់ប្រៀបដូចជាកោះមួយដែលស្ថិតនៅដាច់ដោយឡែកពីគេនៅក្នុងមហាសមុទ្រនៃជីវិតយើងតែងតែមានអារម្មណ៍ឯកោនិងភ័យខ្លាចហើយដូច្នេះហើយយើងតែងតែស្វែងរកស្ពានដើម្បីតភ្ជាប់ទៅកាន់កោះរបស់អ្នកដទៃហើយស្ពានដែលរឹងមាំបំផុតនិងមានសុវត្ថិភាពបំផុតគឺស្ពានដែលមានឈ្មោះថាភាពដូចគ្នានៅក្នុងចិត្តវិទ្យាគេហៅថាគោលការណ៍នៃភាពស្រដៀងគ្នាយើងមានទំនោរតាមធម្មជាតិក្នុងការចូលចិត្តនិងទុកចិត្តមនុស្សណាដែលមានចំណិតណាមួយដូចយើងមិនថាជាស្រុកកំណើតមិនថាជាចំណង់ចំណូលចិត្តឬជាបទពិសោធន៍ជីវិតទេសួមស្រមៃមើលអ្នកកំពុងដើរលេងនៅបរទេសក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលនិយាយភាសាផ្សេងស្រាប់តែអ្នកឮនរណាម្នាក់និយាយភាសាខ្មែរឬអ្នកជួបនរណាម្នាក់ដែលមកពីខេត្តកំពង់ធំឬសៀមរាបដូចអ្នកតើមានអ្វីកើតឡើងចំពោះអារម្មណ៍របស់អ្នកភ្លាមនោះភាពភ័យខ្លាចបានរលាយបាត់អ្នកមានអារម្មណ៍ស្និទ្ធស្នាលហាក់ដូចជាបងអូនបង្កើតទោះបីជាអ្នកមិនធ្លាប់ស្គាល់គេពីមុនមកសោះក៏ដោយនេះហើយគឺជាអំណាចនៃចំណុចរួមដូច្នេះដើម្បីឲ្យគេចូលចិត្តអ្នកភ្លាមចូលធ្វើខ្លួនជាអ្នកស៊ើបអង្កេតដើម្បីស្វែងរកចំណុចរួមកុំស្វែងរកចំណុចខុសគ្នាព្រោះវានឹងសាងជញ្ជាំងតែត្រូវស្វែងរកចំណុចដូចគ្នាដើម្បីសាងស្ពាននៅពេលអ្នកជជែកជាមួយនរណាម្នាក់ចូលស្ដាប់ឲ្យបានច្បាស់ប្រសិនបើគេនិយាយថាខ្ញុំចូលចិត្តញ៉ាំកាហ្វេនៅពេលព្រឹកហើយអ្នកក៏ចូលចិត្តដែរចូលកុំឲ្យឱកាសនោះកន្លងផុតទៅចូលនិយាយថាខ្ញុំក៏អញ្ចឹងដែរកាហ្វេពេលព្រឹកធ្វើឲ្យខ្ញុំមានកម្លាំងពាក្យថាខ្ញុំក៏អញ្ចឹងដែរគឺជាពាក្យវេកមុនវាប្រាប់ទៅកាន់ខួរក្បាលរបស់គេថាយើងគឺជាក្រុមតែមួយយើងមិនមែនជាសត្រូវទេបើទោះបីជាអ្នកមិនមានចំណុចដូចគ្នាជាច្រើនក៏ដោយចូលព្យាយាមស្វែងរកសូម្បីតែចំណុចតូចមួយដូចជាការចូលជត់ពណ៌ដូចគ្នាការធ្លាប់រៀននៅសាលាស្រដៀងគ្នាឬក៏មានក្តីស្រមៃដូចគ្នាចំណុចរួមនេះនឹងក្លាយជាមូលដ្ឋានគ្រឹះឲ្យមិត្តភាពនិងទំនុកចិត្តដុះលូតលាស់ឡើងក្រៅពីការស្វែងរកចំណុចរួមអាវុធដ៏មានអានុភាពមួយទៀតគឺការសរសើរដោយស្មោះមានទស្សនវិជ្ជាដ៏ល្បីល្បាញម្នាក់បានពោលថាសភាវៈដ៏ជ្រាវឆ្លៃបំផុតរបស់មនុស្សគឺការចង់បាននូវការទទួលស្គាល់មនុស្សអាចទ្រាំនឹងការស្រអែកឃ្លានអាហារបានរាប់ថ្ងៃប៉ុន្តែពួកគេមិនអាចទ្រាំនឹងការស្រអែកឃ្លាននូវការសរសើរនិងការទទួលស្គាល់បានឡើយប៉ុន្តែសូមប្រយ័ត្នមានបន្ទាត់ស្ដើងមួយរវាងការសរសើរនិងការបញ្ចោគឺចេញពីមាត់និងមានគោលបំណងចង់បានផលប្រយោជន៍វាធ្វើឲ្យគេមានអារម្មណ៍មិនល្អនិងមិនទុកចិត្តចំណែកឯការសរសើរគឺចេញពីចិត្តហើយមិនមានបំណងអ្វីក្រៅពីចង់ឲ្យគេសប្បាយចិត្តចូលរៀនធ្វើជាអ្នកជីរ៉ែមាសត្រូវកាយដីរាប់តោនដើម្បីស្វែងរកមាសតែមួយដុំតូចមួយប៉ុន្តែគេមិនដាយត្អូញត្អែរពីដីទេគេផ្ដោតតែលើមាសមនុស្សគ្រប់គ្នាតែងតែមានចំណុចល្អនិងចំណុចអាក្រក់ប្រសិនបើអ្នកផ្ដោតទៅលើចំណុចអាក្រក់អ្នកនឹងឃើញតែដីនិងអ្នកនឹងទទួលបានតែការស្អប់ក្បឿមប៉ុន្តែប្រសិនបើអ្នកផ្ដោតទៅលើចំណុចល្អអ្នកនឹងឃើញមាសហើយអ្នកនឹងទទួលបានក្តីស្រឡាញ់តើគេមានស្នាមញញឹមស្អាតទេសរសើរគេតើគេជាមនុស្សទៀងទាត់ពេលវេលាទេសរសើរគេតើគេជាមនុស្សដែលមានទឹកចិត្តជួយយកអាសាគេទេសរសើរគេការសរសើររបស់អ្នកមិនចាំបាច់ធំដុំពេកទេប៉ុន្តែវាត្រូវតែជាក់លាក់និងចិនពីចិត្តចំនួនការនិយាយថាអ្នកពូកែណាស់វាទូទៅពេកចូលនិយាយថាខ
ខ្ញុំពិតជាកោតសរសើរចំពោះរបៀបដែលអ្នកដោះស្រាយបញ្ហានោះអ្នកពិតជាមានភាពអត់ធ្មត់ណាស់ការនិយាយបែបនេះបង្ហាញថាអ្នកបានយកចិត្តទុកដាក់និងមើលឃើញតម្លៃរបស់គេពិតប្រាកដមានបច្ចេកទេសមួយទៀតដែលមានឥទ្ធិពលខ្លាំងជាងការសរសើរផ្ទាល់ទៅទៀតនោះគឺការសរសើរពីក្រោយខ្នងប្រសិនបើអ្នកសរសើរនរណាម្នាក់នៅចំពោះមុខមនុស្សទី3ហើយពាក្យសរសើរនោះរសាទទៅដល់ត្រចៀកសាមីខ្លួនវានឹងមានទម្ងន់ធ្ងន់ជាងការសរសើរផ្ទាល់រាប់រយដងព្រោះគេនឹងជឿជាក់ថាអ្នកពិតជាគិតល្អចំពោះគេមែនមិនមែនគ្រាន់តែសម្ដែងទេនៅក្នុងសង្គមខ្មែរយើងច្រើនតែមានភាពខ្មាស់អៀនក្នុងការសរសើរគ្នាយើងគិតថាការសរសើរធ្វើឲ្យគេបានចិត្តប៉ុន្តែតាមការពិតការសរសើរគឺជាទឹកដែលស្រោចស្រូបដើមឈើនៃការទំនាក់ទំនងដើមឈើដែលខ្វាក់ទឹកនឹងក្រៀមស្វិតទំនាក់ទំនងដែលខ្វះការសរសើរនឹងប្រែទៅជាត្រចៀកនិងឃ្លាតឆ្ងាយសូមកុំទុកពាក្យល្អៗឲ្យស្លាប់នៅក្នុងចិត្តរបស់អ្នកប្រសិនបើអ្នកគិតឃើញរឿងល្អចំពោះនរណាម្នាក់ចូលនិយាយវាចេញមកសំឡេងនៃការសរសើររបស់អ្នកអាចនឹងធ្វើឲ្យថ្ងៃដ៏អាក្រក់របស់គេคล้ายជាថ្ងៃដ៏ស្រស់ស្អាតបំផុតហើយគេនឹងចងចាំអ្នកក្នុងនាមជាមនុស្សដែលនាំមកនៅពន្លឺនិងក្តីសង្ឃឹមដូច្នេះនៅក្នុងផ្នែកទី5នេះបេសកកម្មរបស់អ្នកគឺស្វែងរកចំណុចរួមដើម្បីតភ្ជាប់និងស្វែងរកមាសក្នុងខ្លួនអ្នកដទៃដើម្បីលើកទឹកចិត្តនៅពេលដែលអ្នកធ្វើឲ្យអ្នកដទៃស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងពួកគេនឹងស្រឡាញ់អ្នកដោយស្វ័យប្រវត្តិតើអ្នកមានអារម្មណ៍ថាបេះដូងរបស់អ្នកកំពុងបើកទូលាយទេយើងបានធ្វើដំណើរមកដល់ជិតទីបញ្ចប់ហើយតោះយើងបន្តទៅកាន់ផ្នែកចុងក្រោយដើម្បីសរុបសេចក្តីនិងប្រែចំណេះដឹងទាំងនេះទៅជាទម្លាប់នៃជីវិតយើងបានឈានដល់ផ្នែកចុងក្រោយនៃដំណើរស្វែងយល់ពីអាកំបាំងចិត្តសាស្ត្ររបស់យើងសូមអ្នកបិទភ្នែកជាលើកចុងក្រោយក្នុងវគ្គនេះដកដង្ហើមចូលឲ្យពេញសួតទទួលយកថាមពលថ្មីដកដង្ហើមចេញឲ្យវែងបញ្ចេញភាពសង្ស័យដែលនៅសេសសល់នៅពេលនេះអ្នកគឺជាមនុស្សថ្មីដែលពោរពេញទៅដោយចំណេះដឹងនិងក្តីស្រឡាញ់យើងបានធ្វើដំណើរជាមួយគ្នាឆ្លងកាត់ស្ពានទាំង5នៃចិត្តសាស្ត្រយើងបានរៀនអំពីអំណាចនៃភាពស្ងៀមស្ងាត់និងការស្ដាប់ដែលពោរពេញដោយការយកចិត្តទុកដាក់យើងបានរៀនអំពីឥទ្ធិពលនៃការឆ្លោះកញ្ចក់និងការបង្កើតភាពសុខដុមតាមរយៈភាសាកាយវិការយើងបានរៀនអំពីតន្ត្រីដ៏ពិរោះនៃឈ្មោះនិងការចងចាំរឿងតូចតាចដែលគេមើលរំលងយើងបានរៀនអំពីភាពស្រស់ស្អាតនៃភាពមិនល្អគ្មានទាស់ដែលធ្វើឲ្យយើងក្លាយជាមនុស្សពិតនិងចុងក្រោយយើងបានរៀនអំពីការសាងស្ពាននៃក្តីស្រឡាញ់តាមរយៈការសរសើរនិងការស្វែងរកចំណុចរួមចំណុចទាំង5នេះប្រៀបដូចជាម្រាមដៃទាំង5នៃដៃម្ខាងនៅពេលដែលវាធ្វើការរួមគ្នាវាអាចបង្កើតជាកម្លាំងដ៏មហាសាលដែលអាចបើកទ្វារបេះដូងសូម្បីតែបេះដូងដែលបិទជិតបំផុតប៉ុន្តែមុននឹងយើងបែកគ្នាខ្ញុំមានអាថ៌កំបាំងចុងក្រោយមួយដែលសំខាន់ជាងចំណុចទាំង5ខាងលើទៅទៀតបើគ្មានអាថ៌កំបាំងនេះទេបច្ចេកទេសទាំងនោះនឹងក្លាយជាអាវុធគ្មានគ្រាប់អាថ៌កំបាំងនោះគឺភាពស្មោះត្រង់ចេញពីបេះដូងនៅក្នុងโลกនេះមានមនុស្សជាច្រើនព្យាយាមប្រើចិត្តសាស្ត្រដើម្បីគ្រប់គ្រងអ្នកដទៃពួកគេប្រើការស្ដាប់ដើម្បីតែចង់បានព័ត៌មានពួកគេប្រើការសរសើរដើម្បីតែចង់បានផលប្រយោជន៍ពួកគេប្រើស្នាមញញឹមដើម្បីតែបិទបាំងល្បិចកលប៉ុន្តែសូមចងចាំថាមនុស្សយើងមានញាណពិសេសម្យ៉ាងដែលអាចដឹងថានរណាស្មោះនិងនរណាคล้ายប្រសិនបើអ្នកប្រើបច្ចេកទេសទាំងនេះដោយគ្មានបេះដូងអ្នកនឹងទទួលបានជោគជ័យតែរយៈពេលខ្លីប៉ុណ្ណោះហើយនៅទីបំផុតអ្នកនឹងបាត់បង់ទំនុកចិត្តទាំងអស់ដូច្នេះគោលដៅពិតប្រាកដមិនមែនជាការធ្វើឲ្យគេចូលចិត្តនោះទេតែគឺជាការរៀនស្រឡាញ់គេជាមុនច្បាប់នៃធម្មជាតិគឺសាមញ្ញណាស់អ្នកទទួលបាននៅអ្វីដែលអ្នកបានផ្ដល់ទៅសូមអនុញ្ញាតឲ្យខ្ញុំនិទានរឿងខ្លីមួយចុងក្រោយអំពីក្មេងប្រុសនិងច្រឡុនភ្នំមានក្មេងប្រុសម្នាក់បានឆ្លោះជាមួយម្ដាយរបស់គេដោយកំហឹងគេបានរត់ទៅកាន់ច្រឡុនភ្នំមួយហ
ហើយស្រែកខ្លាំងថាខ្ញុំស្អប់អ្នកភ្លាមនោះសំឡេងអេកូបានបន្លឺត្រឡប់មកវិញពីគ្រប់ទិសទីថាខ្ញុំស្អប់អ្នកខ្ញុំស្អប់អ្នកខ្ញុំស្អប់អ្នកក្មេងប្រុសនោះភ័យខ្លាចយ៉ាងខ្លាំងគេរត់ទៅរកម្ដាយរបស់គេហើយប្រាប់ថាមានមនុស្សអាក្រក់ជាច្រើននៅចលុនភ្នំកំពុងស្រែកស្អប់រូបគេម្ដាយរបស់គេញញឹមហើយនាំគេត្រឡប់ទៅចលុនភ្នំនោះវិញម្ដាយប្រាប់ឲ្យគេស្រែកម្ដងទៀតថាខ្ញុំស្រឡាញ់អ្នកក្មេងប្រុសនោះក៏ស្រែកហើយសំឡេងអេកូក៏តបមកវិញយ៉ាងពីរោះថាខ្ញុំស្រឡាញ់អ្នកខ្ញុំស្រឡាញ់អ្នកខ្ញុំស្រឡាញ់អ្នកជីវិតរបស់យើងគឺដូចជាចលុនភ្នំនោះដែរវាគឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីអ្វីដែលយើងបានបញ្ចេញទៅប្រសិនបើអ្នកបញ្ចេញការវាចម្រិចអ្នកនឹងទទួលបានការវាចម្រិចប្រសិនបើអ្នកបញ្ចេញការច្រណែនអ្នកនឹងទទួលបានការច្រណែនប៉ុន្តែប្រសិនបើអ្នកបញ្ចេញការយល់ដឹងការគោរពនិងក្តីស្រឡាញ់ពិភពលោកទាំងមូលនឹងតបស្នងមកអ្នកវិញនៅក្តីស្រឡាញ់នោះភាពជោគជ័យក្នុងការទំនាក់ទំនងមិនមែនវាស់វែងដោយចំនួនមនុស្សដែលមកចុច like លើរូបថតរបស់អ្នកទេហើយក៏មិនមែនវាស់វែងដោយចំនួនមិត្តភ័ក្តិដែលអ្នកមានក្នុងបញ្ជីទូរស័ព្ទដែរទេតែវាវាស់វែងដោយជម្រៅនៃទំនាក់ទំនងដែលអ្នកមានជាមួយពួកគេវាវាស់វែងដោយស្នាមញញឹមដែលអ្នកបានបង្កើតនៅលើផ្ទៃមុខរបស់ពួកគេនិងវាស់វែងដោយភាពកក់ក្ដៅដែលពួកគេមានអារម្មណ៍នៅពេលនៅក្បែរអ្នកចូលចងចាំពាក្យមួយឃ្លារបស់ខ្មែរយើងថាផ្លូវនៅមាត់ច្រាញ់នៅកពាក្យនេះមានន័យថាភាពជោគជ័យឬបរាជ័យគឺស្ថិតនៅលើពាក្យសម្ដីនិងឥរិយាបថរបស់យើងប៉ុន្តែខ្ញុំចង់បន្ថែមថាបេះដូងនៅទ្រូងភាពតាក់ទាញពិតប្រាកដគឺចេញពីបេះដូងដែលជាក់បដោទៅចាប់ពីថ្ងៃនេះតទៅសូមកុំចេញទៅក្រៅដើម្បីថាខ្ញុំត្រូវតែធ្វើឲ្យគេចាប់អារម្មណ៍របស់ខ្ញុំតែចូលចេញទៅក្រៅជាមួយនឹងសំណួរថាតើខ្ញុំអាចធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ល្អដោយរបៀបណានៅពេលដែលអ្នកភ្លេចអំពីខ្លួនឯងហើយចាប់ផ្ដើមខ្វល់ពីអ្នកដទៃអ្នកនឹងក្លាយជាមនុស្សដែលមានមន្តស្នេហ៍បំផុតដោយគ្មានដឹងខ្លួនអ្នកមិនចាំបាច់ជាមនុស្សស្អាតបំផុតអ្នកមិនចាំបាច់ជាមនុស្សមានបំផុតអ្នកមិនចាំបាច់ជាមនុស្សឆ្លាតបំផុតដើម្បីក្លាយជាទីស្រឡាញ់អ្នកគ្រាន់តែត្រូវការជាមនុស្សដែលយល់ចិត្តគេបំផុតប៉ុណ្ណោះជីវិតនេះខ្លីពេកសម្រាប់ការស្អប់ឬការប្រងេកណ្ដាយចូលប្រើប្រាស់ពេលវេលាដែលនៅសល់ដើម្បីសាងមិត្តភាពសាងក្តីស្រឡាញ់និងសាងអនុស្សាវរីយ៍ល្អៗឥឡូវនេះសូមអ្នកបើកភ្នែកឡើងយឺតតើអ្នកមានអារម្មណ៍យ៉ាងណាដែរតើអ្នកត្រៀមខ្លួនហើយឬនៅក្នុងការដើរចេញទៅក្រៅហើយប្រែពិភពលោកនេះឲ្យទៅជាកន្លែងដែលពោរពេញទៅដោយស្នាមញញឹមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកជាមួយខ្ញុំនៅថ្ងៃនេះសូមឲ្យអ្នកជួបតែសំណាងល្អនិងក្លាយជាពន្លឺសម្រាប់មនុស្សជុំវិញខ្លួនសូមអរគុណនិងសូមជម្រាបលា